ឈ្មោះភូមិផ្សេងៗនៅក្នុងក្រុងភ្នំពេញសុទ្ធសឹងតែមានប្រវត្តិដើមកំណើតច្រើនបែបច្រើនយ៉ាងណាស់ប៉ុន្តែដែលសំខាន់គឺត្រង់រឿងណាតាក់ទងនឹងប្រវត្តិសាស្ត្រផងជាបែបនិទានពីរសស្ដាប់ផងយើងលើកយកមកចុះផ្សាយក្នុងទីនេះតែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយហើយរឿងខ្លីៗបន្តិចបន្តួចពុំបានលើកយកមកអធិប្បាយទេរឿងបឹងត្របែកនេះមានប្រកាសក្នុងសៀវភៅព្រះរាជពង្សាវតារច្បាប់សរសេរដៃតម្កល់នៅពុទ្ធសាសនបណ្ឌិតសពថ្ងៃដែលយកតាមលំនាំរឿងបានដូចតទៅតាមសពនៃពាក្យខាងលើនេះមិនមែនពិបាកយល់ទេតែនៅមានបញ្ហាខ្លះដែលអ្នកអានគួរជ្រាបគួរចាំជាប្រវត្តិអាស្រ័យហេតុនេះបានជាយើងស្រាវជ្រាវរកពង្សាវតារនៃបឹងត្របែកមកអធិប្បាយជូនតើហេតុអ្វីបានជាគេហៅថាបឹងត្របែកតាមរូបស័ព្ទបែបនេះគេអាចយល់បានភ្លាមតែត្រង់ខុសឬត្រូវតាមប្រវត្តិនោះយើងមិនទាន់ដឹងទេបើយើងបំបែកស័ព្ទនេះបានន័យថាបឹងដែលមានដើមត្របែកហៅថាបឹងត្របែកតើឈ្មោះនេះពិតដូច្នេះមែនឬទេរឿងនេះខ្ញុំសូមនាំយកប្រវត្តិមកនិទានដូចតទៅព្រះបាទជ័យជេដ្ឋាព្រះអង្គសូរពុទ្ធសករាជ2219គង់នៅឧដុង្គលឺជ័យបានសាងវាំងមួយទៀតនៅទួលអើយជ្រឹងស្រុកសំរោងតងសពថ្ងៃព្រះអង្គរើរាជវាំងពីឧដុង្គលឺជ័យមកគង់នៅរាជវាំងទួលអើយជ្រឹងទុកព្រះមេដាគឺសម្ដេចព្រះទាវឲ្យគង់នៅឯព្រះវាំងឧដុង្គលឺជ័យឯសម្ដេចបុទុបរាជាមហាឧបរាជទ្រង់ជ្រាបព័ត៌មាននេះហើយក៏មានព្រះតីត្រៃអជាប៉ុនព្រែកហើយប្រឹក្សាជាមួយអង្គយួនរួចលើកតបខ្មែរយួនទៅលើកវាំងឧដុង្គលឺជ័យហើយចាប់យកសម្ដេចព្រះទាវជាព្រះវររាជមេដានៃព្រះជ័យជេដ្ឋានិងនាងអាមជាសាវលិកនាំយកទៅបន្ទាយជ្រោយចង្វាព្រះជ័យជេដ្ឋាដែលគង់នៅវាលអុយជ្រឹងកាលបើទ្រង់ជ្រាបការរណេះហើយទ្រង់ព្រះកនសែងសោយសោកអាឡោះអាល័យពីការនិរាសព្រាត់ប្រាសព្រះវររាជមេដាព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលអុយជ្រឹងទៅគង់នៅឯឧដុង្គលីជ័យវិញព្រះអង្គទ្រង់បានប្រឹក្សាជាមួយសេនាបតីណែមឿនសុបមុខមន្ត្រីឲ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពយួនដែលនៅជ្រោយចង្វាដើម្បីដណ្ដើមយកព្រះវររាជមេដាវិញមន្ត្រីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយព្រះអង្គទ្រង់ព្រះចិន្តាថាលើកទ័ពទៅវាយទ័ពយួនដែលមានព្រះរាជមេដាដែលនៅជាមួយផនោះមិនស្រួលទេគិតដូច្នេះព្រះអង្គទ្រង់កាយព្រះរាជមធ្យោបាយព្រះអង្គទ្រង់ប្រឹក្សាជាមួយពញាមន្ត្រីសង្គ្រាមស្វាស់ដើម្បីទៅយកព្រះវររាជមេដាចៃពញាមន្ត្រីសង្គ្រាមស្វាស់ស្វែងព្រះរាជយោបល់ថាមានតែប្អូនទូព្រះបង្គំឈ្មោះពញាភក្តីសង្គ្រាមហុកទេដែលមានថ្វីដៃអាចទៅយកព្រះវររាជមេដាព្រះអង្គបានចៅពញាភក្តីសង្គ្រាមហុកទទួលព្រះរាជបញ្ជាហើយក៏សន្យានឹងព្រះជ័យជេដ្ឋាថាតែ7ថ្ងៃនឹងធ្វើការនេះឲ្យបានសម្រេចហើយសូមព្រះអង្គឲ្យទ័ពទៅចាំទទួលចៅពញាហុកសូមយកទាសាជំនុតម្នាក់ឈ្មោះគោនិងសុនខប់មួយគ្នាអាស្រគឹមទៅជាមួយចៅពញាភក្តីសង្គ្រាមហុកធ្វើដំណើរទៅដល់ភ្នំពេញហើយទៅសំណាក់នៅវត្តស្រកាលេងរួចដើរស៊ើបយកករណីរហូតដល់បានព័ត៌មានថាទ័ពយួនទុកសម្ដេចព្រះទាវក្នុងទូកនៅឯជ្រោយចង្វានៅវេលាយប់ស្ងាត់មេឃងងឹតរកកលចង់ភ្លៀងផងចៅពញាភក្តីសង្គ្រាមហុកយកទៀនធូបភ្ញីផ្កាខ្លះលុបចូលទៅក្នុងព្រះវិហារវត្តស្រកាលេងហើយតាំងអធិដ្ឋានថាក្នុងព្រះអង្គនេះមានចិត្តកតញ្ញូនឹងព្រះបាទជាអង្គម្ចាស់ស៊ូលះបង់ជីវិតមិនគិតស្លាប់ទទួលអាសាមកអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមេដាពីកណ្ដាប់ដៃនៃសត្រូវបើសម្ដេចព្រះជ័យជេដ្ឋាជាអង្គម្ចាស់ខ្ញុំស្ដេចបានសោយរាជសម្បត្តិក្នុងក្រុងកម្ពុជាធិបតីនេះសូមកុំឲ្យមានទ័ពយួនឃើញស្គាល់ខ្ញុំអង្គម្ចាស់ឡើយដោយសេចក្តីកតញ្ញូរបស់ខ្ញុំសូមកុំឲ្យមានអន្តរាយអ្វីសូមទេវតាជួយទំនុកបម្រុងសូមឲ្យខ្ញុំអញ្ជើញព្រះទាវជាព្រះវររាជមេដាពីកណ្ដោមកងទ័ពសង្គ្រាមបានដោយងាយលុះចប់ការតាំងអធិដ្ឋានហើយចៅពញាភក្តីសង្គ្រាមហុកនាំនៃគោចេញពីព្រះវិហារហើយផ្ដាំឲ្យអាស្រគមចាំលើមុខវិហារនេះអ្នកផ្សងសំណាងទាំងពីរនាក់ផ្លាស់សម្ពុតយកចងទ្រូងហើយយកកាំបិតស្នៀតសៀតនឹងចង្កេះដើររកឫស្សីហែលឆ្លងទៅជ្រោយចង្វាចៅពញាភក្តីសង្គ្រាមហុកឆ្លងដល់ត្រើយហើយពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួនលូនបណ្ដាសែកមុនគាថាសណ្ដំទូកយួនបណ្ដាចៅពញាភក្តីសង្គ្រាមហុកបានទៅដល់ទូកដែលសម្ដេចព្រះទាវផ្ទុំលោកបានឃើញសម្ដេចព្រះទាវហើយក៏ចូលទៅដាស់ព្រះអង្គ
ហើយថ្វាយចិញ្ចៀនព្រះតម្រង់ដែលព្រះជ័យជេដ្ឋាទ្រង់បានផ្ញើឲ្យយកទៅថ្វាយសម្ដេចព្រះមេដាជាបន្ទាល់សម្ដេចព្រះទាវទាត់ឃើញសេនារបស់ព្រះអង្គទ្រង់មានក្តីរំភើបជាទីបំផុតចៅពញាភក្តីសង្គ្រាមហុកទឿនព្រះអង្គឲ្យចេញពីទូកយួនជាប្រញាប់តែព្រះអង្គមានព្រះរាជសាវនាយទៅកាន់ចៅពញាភក្តីសង្គ្រាមហុកថាឲ្យទៅយកនាងអាំជាភីលៀងមកជាមួយផងព្រោះឆ្លប់កំសត់ជាមួយព្រះអង្គចៅពញាភក្តីសង្គ្រាមហុកនាំសម្ដេចព្រះទាវនិងនាងអាំចេញពីទូកបានហើយមេឃងងឹតឈឹងរកមើលទិសតំបន់មិនឃើញក៏បញ្ជាឲ្យនៃគោផ្ទៀងចាំស្ដាប់សំឡេងអស្រគុំលូផ្ទៀងសំឡេងឆ្កែលូច្បាស់ហើយចៅពញាភក្តីសង្គ្រាមហុកនាំគ្នាហៅឆ្លងមកត្រើយភ្នំពេញវិញលុះដល់ត្រើយហើយសម្ដេចព្រះទាវយាងទៅសម្រាកប្រកាយបន្តិចក្នុងវត្តស្រកាលេងហើយបន្តព្រះរាជដំណើរបន្តទៅទៀតពញាភក្តីសង្គ្រាមហុកបញ្ជាសម្ដេចព្រះទាវហើយឲ្យនៃគោនាងអាំអស្រគុំដើរទៅមុខតម្រង់ទៅឧដុង្គឮជ័យតែពេលនោះមេឃងងឹតពេកចៅពញាភក្តីសង្គ្រាមហុកមើលផ្លូវពុំច្បាស់ចេញពីវត្តស្រកាលេងទៅដីព្រាវទៅដល់បឹងត្របែកសប្តាហ៍នេះឃើញផ្លូវបែកនៃគោងាកមកសួរចៅហ្វាយញ៉ៃថាតើត្រូវដើរទៅតាមផ្លូវណាចៅពញាភក្តីសង្គ្រាមហុកក៏បញ្ជាឲ្យនៃគោបែកទៅស្ដាំកន្លែងដែលមានផ្លូវបែកនេះមានសភាពទំនាបជាបឹងទើបហៅថាបឹងត្រង់បែកពាក្យថាបឹងត្រង់បែកនេះញាក់ស្រុកនិយាយរហ័សក៏ឮតែបឹងត្របែកទៅវិញសម្ដីនេះក៏ចេះតែคล้ายទៅរហូតដល់បាត់នៃដើមរបស់ពាក្យដូចនេះលុះភ្លឺឡើងទៅដល់ស្ទឹងព្រែកថ្នោតទើបចៅពញាភក្តីសង្គ្រាមហុកដឹងថាវង្វេងផ្លូវហើយនាំគ្នាបែរមុខទៅរកទិសទៅកាន់ឧដុង្គឮជ័យវិញទីនេះក៏ជាប់ឈ្មោះថាបឹងត្របែករហូតមក